មនុស្សម្នានៅខាងក្រៅអ៊ូអរណាស់វាផ្ទុយស្រឡះពីនៅក្នុងរាជវាំងស្ងាត់ឲ្យជ្រងំបាទមែនហើយលោកម្ចាស់អេមើលចុះតើឯងគិតថាមាននរណាអាចចំណាំយើងបានទេលោកម្ចាស់ខ្ញុំមើលទៅលោកម្ចាស់មិនមានអ្វីប្លែកផងចុះទម្រាំគេជាប្រជាជនធម្មតាគេមិនដែលទាំងបានស្គាល់លោកម្ចាស់ទៀតនោះល្អណាស់អញ្ចឹងហើយទើបយើងស្លៀកសម្លៀកបំពាក់ធម្មតានេះគឺដើម្បីមើលទៅឲ្យដូចរាសាមញ្ញយើងដើរមួយព្រឹកទៅហើយលោកម្ចាស់មកជាល្វើយហើយយើងគួរតែរកកន្លែងពិសាអីសិនទៅអីលោកម្ចាស់បានហ៊ានក៏មកម្ហូបថ្លៃផងបើមានប្រាក់មិនគ្រប់សោះនឹងសំឡាងហើយដែលយើងបានដកខ្សែដៃទុកមួយខ្សែលើកក្រោយក៏មកឲ្យយើងឃើញមុខឯងទៀតឲ្យសោះហេហាងអីក៏ថ្លៃយ៉ាងនេះព្រោះតែយើងគ្មានប្រាក់គេមើលងាយណាស់យើងសាកហាងនឹងទៅមើលបាទលោកម្ចាស់ហើយសួយដល់ហើយថ្ងៃនេះភ្ញៀវដែលចូលមកសុទ្ធតែយ៉ាប់អាគាត់ពីរនាក់នឹងគ្រាន់តែមើលក៏ដឹងថាគ្មានប្រាក់ហើយអ្នកទាំងពីរចង់កំងអីដែរយើងមកនឹងប្រកាសជាចង់កំងអាហារហើយតើលោកមានលក់អ្វីផ្សេងទៀតនៅទីនេះយើងមានលក់ម្ហូបអាហារជាច្រើនមុខណាស់តែសម្រាប់តែអ្នកមានតែប៉ុណ្ណោះព្រោះម្ហូបនៅកន្លែងយើងនេះថ្លៃណាស់លោកបានហើយអាចឲ្យខ្ញុំដឹងពីតម្លៃបានទេឈុតថោកបំផុត1ដំឡឹងពួកលោកមានប្រាក់ទេអញ្ចឹងដាក់ឲ្យខ្ញុំឲ្យឈុតថោកបំផុត2ឈុតមកចុះហើយខ្ញុំដឹងច្បាស់ថាអ្នកទាំងពីរមិនមានប្រាក់ទៅហើយណែលើកម្ហូបថោកបំផុត2ចានមកត្រជាក់ចិត្តទៅលោកម្ចាស់ឃើញទេគេមើលងាយយើងណាស់គេគិតថាយើងគ្មានប្រាក់ទើបមិនឲ្យតម្លៃយើងយ៉ាងនេះយើងដើររកហូបនៅកន្លែងផ្សេងទៀតក៏បានតាមពិតទៅយើងគ្រាន់តែចង់ដឹងថាគេនឹងធ្វើយ៉ាងម៉េចបន្តទៀតហើយគេប្រើអាកប្បកិរិយារបៀបណាដាក់ភ្ញៀវមកហូបមកដល់ហើយអញ្ជើញពិសារអាហារបន្តិចទៅហើយចេញទៅព្រោះយើងត្រូវការតុសម្រាប់ភ្ញៀវដទៃទៀតឯងហូបទៅយើងឃ្លានដែរហើយលោកម្ចាស់ហេតុអីបានជាយើងត្រូវមករងទុក្ខដោយសារតែពួកគេបែបនេះសរុបអស់2ដំឡឹងឲ្យឆាប់មកហើយប្រញាប់ចាក់ចេញពីទីនេះទៅហេលោកមានដឹងទេថាអ្នកដែលលោកកំពុងតែនិយាយជាមួយជានរណាមិនក៏ហ៊ាននិយាយសម្ដីបែបនេះធ្វើចិត្តឲ្យត្រជាក់ចាំខ្ញុំចេញប្រាក់សម្រាប់អាហារទាំងនេះមិនបាច់អាប់ទេលោកឲ្យខ្ញុំប៉ុណ្ណឹងមែនឬអីមានបញ្ហាអីមែនទេចំនួននេះអាចទិញអាហារទាំងនោះបាន10ដងឯណោះមែនទេឬក៏វានៅស្ទើរពេកព្រះហើយបើដឹងអញ្ចឹងខ្ញុំបម្រើសេវាកម្មល្អជាងនេះគាត់នឹងផ្ដល់រង្វាន់លើកទឹកចិត្តច្រើនជាងនេះហើយពិតជាឈួតមែនខាត់បងអស់ត្រីធំទៅហើយលោកម្ចាស់ហាងនេះក្រអឺតក្រទមណាស់ថែមទាំងហ៊ានវិតម្លៃយើងសម្បកក្រៅទៀតផងមិនបានជាលោកម្ចាស់មិនខឹងព្រមទាំងឲ្យប្រាក់គេលើសទៀតជំរាបសួរលោកសូមអញ្ជើញចូលអញ្ជើញអង្គុយលោកម្ចាស់អរគុណលោកសូមអធិស្ឋាននៅកំហុសឆ្គងរបស់ខ្ញុំកាលពីម្សិលផងតើចង់ពិសាម្ហូបអ្វីដែរថ្ងៃនេះដឹងខ្លួនហើយថាលោកមិនគោរពឲ្យតម្លៃពួកយើងនោះបាទសូមអធិស្ឋានឲ្យខ្ញុំផងដើម្បីជាការបង្ហាញនូវភាពស្មោះត្រង់ខ្ញុំនឹងរៀបចំនៅមុខម្ហូបពិសេសសម្រាប់លោកដើម្បីលុបលាងនៅកំហុសរបស់ខ្ញុំនឹងមិនគិតប្រាក់ទេឥតគិតថ្លៃបាទលោកអ្នកបម្រើឆាប់រៀបចំម្ហូបអាហារសម្រាប់លោកម្ចាស់ទៅលោកម្ចាស់អញ្ជើញពិសាតើលោកម្ចាស់អញ្ជើញពិសាអ្វីទៀតដែរថ្ងៃនេះយើងនឹងរៀបចំជូនវាដូចតែអាឈុតថោកបំផុតកាលពីម្សិលមិញដែរនឹងវាមិនជាស្អីទេទោះអាប៉ែនឹងហូបស្អីក៏គេត្រូវតែឲ្យប្រាក់ខ្ញុំច្រើនដដែលនឹងលោកម្ចាស់អត្តចរិតរបស់គេផ្លែកពីថ្ងៃមុនទាំងស្រុងឯងក៏គិតអញ្ចឹងដែរអីលោកម្ចាស់អញ្ជើញពិសាទឹកតែនេះគិតប្រាក់ទេលេងសើចណាស់លោកម្ចាស់គឺមិនគិតថ្លៃអីទេសូមអញ្ជើញពិសាចុះតែនេះឆ្ងាញ់ណាស់មែនតាតោះយើងគិតត្រឡប់ទៅវិញលោកម្ចាស់អញ្ជើញទៅវិញហើយឬឯងគិតប្រាក់ឲ្យគេឲ្យគ្រប់ណាបានលោកម្ចាស់ខ្ញុំបម្រើសេវាជូនគាត់ដោយយកចិត្តទុកដាក់ណាស់សង្ឃឹមថាថ្ងៃនេះគេនឹងឲ្យច្រើនជាងម្សិលមិញនេះប្រាក់2ដំឡឹងរាប់ម្ដងទៀតទៅមើលក្រែងខ្វះស្អីគេតែ2ដំឡឹងទេ2ឈុតអាហារដែលថោកបំផុតគឺ2ដំឡឹងមិនអញ្ចឹងតែយ៉ាងម៉េច
ម្ហូបដដែលម្សិលមិញលោកឲ្យប្រាក់ខ្ញុំរាប់សិបដំឡឹងហើយមិនថ្ងៃនេះឲ្យខ្ញុំតែប៉ុណ្ណឹងទាំងដែលខ្ញុំបម្រើសេវាកម្មជូនលោកម្ចាស់បានយ៉ាងល្អម្សិលមិញនឹងអាកប្បកិរិយារបស់លោកមិនសមរម្យខ្ញុំចំណាយក៏មិនបានសមរម្យទៅលោកអញ្ចឹងដែរទៅតែថ្ងៃនេះអាកប្បកិរិយារបស់លោកសមរម្យអញ្ចឹងខ្ញុំក៏ចំណាយទៅវិញយ៉ាងសមរម្យដូចគ្នាហើយមិនក៏នៅតែចង់បានទៀតនេះជាមេរៀនដែលលោកម្ចាស់របស់ខ្ញុំចង់ផ្ដល់ឲ្យលោកប្រសិនបើលោកនៅតែចង់បើកការរកស៊ីនៅតំបន់នេះលោកគួរតែកែទម្លាប់ដែលតែងតែប្រព្រឹត្តដាក់អតិថិជនចងចាំជាមេរៀននៅថ្ងៃនេះទុកហើយត្រូវរៀបចំអេរយាប័តឲ្យបានសមរម្យបម្រើសេវាកម្មជូនអតិថិជនមនុស្សដែលវិនិច្ឆ័យអតិថិជនតែលើសម្បកក្រៅនិងសម្លឹងតែផលប្រយោជន៍ជាធំនោះនឹងមិនអាចធ្វើអាជីវកម្មបានយូរឡើយពុទ្ធូខ្ញុំពិតជាឆោតមែនអ្នកវិនិច្ឆ័យអតិថិជនដោយសម្បកខាងក្រៅនិងចង់បានផលប្រយោជន៍តែមួយគ្រាអាជីវកម្មរបស់ពួកគេនឹងមិនអាចរកស៊ីយូរអង្វែងបានទេចូលប្រកាន់នៅអេរយាប័តត្រឹមត្រូវសមរម្យចំពោះអតិថិជនរបស់អ្នកជានិច្ចពីព្រោះពួកគេនឹងនាំមកវិញនូវភាពរុងរឿងនិងអភិវឌ្ឍសម្រាប់អ្នកសូមចុចលើប៊ូតុង Subscribe រួចចុចលើរូបកណ្ដឹងដើម្បីទទួលបានវីដេអូដ៏មានគុណតម្លៃអប់រំជាច្រើនទៀតពីក្រដាសស